សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះក៏សូមពំនាំនៅសកម្មភាពខ្លះៗក៏ដូចជាម្ហូបអាហារមួយចំនួនដើម្បីចែកជូនបងប្អូនទាំងអស់គ្នាពេលព្រឹកពិតជាស្រស់ស្រាយខ្លាំងមែនទែនដែលព្រះអាទិត្យបញ្ចេញកាំរស្មីភ្លឺត្រចះត្រចង់ហើយមានដុំចម្បាំងដែលមូលរួចនៅវាលស្រែមើលទៅពិតជាស្រស់ស្អាតបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពពេលព្រឹករបស់ខ្ញុំមុនចេញទៅក្រៅនេះគឺជាឆ្មាដែលគួរឲ្យស្រឡាញ់មួយឆ្មានេះគឺនៅជាមួយនឹងខ្ញុំប្រហែលជា 2-3 ខែបងប្អូនហើយសម្រាប់នេះគឺជាអាហារដែលជានំបញ្ចុកសម្លខ្មែររបស់យើងអញ្ចឹងនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងនឹងសកម្មភាពរបស់នាងខ្ញុំតាមរយៈវីដេអូក៏ដូចជាការញ៉ាំនំបញ្ចុកនេះផងដែរនំបញ្ចុកគឺបើយើងចង់ញ៉ាំឆ្ងាញ់យើងត្រូវតែមានម្ទេសនិងអំបិលផ្ទាប់ជាមួយអញ្ចឹងសម្រាប់ព្រលឹមឡើងគឺថាមកអត់មើលរទេះនេះសិនថាតើយើងគួរតែអាចដឹកចម្បាំងបានអត់ប៉ុន្តែរទេះនេះទុកចោល 2-3 ឆ្នាំហើយបងប្អូនអញ្ចឹងវាខូចកង់មួយខាងវាធ្លាយអញ្ចឹងពិតជាសិតខ្លាំងមែនតែនចឹងក៏មើលចុះមើលឡើងរើអីវ៉ាន់ហើយរៀបចំវាដើម្បីអូសយកទៅប៉ះឆ្មារបស់ខ្ញុំហ្នឹងគឺដើរតែគៀនខ្ញុំទេបងប្អូនវា slow ទេហើយមកវាភ្នែកវានិយាយទៅស្អាតហើយវាជាប្រៃបងប្អូនវាចូលចិត្តមនុស្សតែកាលណាយើងលេងវាចូលចិត្តបងប្អូនឃើញខ្ញុំចាប់កតុយឲ្យគូតវាហ្នឹងមិនមែនចង់បៀតបៀនអីទេដោយសារតែវាមានកាយ៉ាវកតុយវាខ្វៀនហើយវាមានកាយ៉ាវនៅគូតប៉ុន្តែដឹងកាយ៉ាវអីបងប្អូនរៀងប្លែកដែរចឹងហើយវាចេះចាប់សត្វកដុលហើយនឹងចេះចាប់សត្វបាក់សៃជំរាបបាយវិញបើត្រូវចិត្តបានវាស៊ីបើអត់ត្រូវចិត្តវាស៊ីទេឃើញអត់សូវមានសាច់ទេកន្លែងមកមើលពុករបស់ខ្ញុំវិញគឺគាត់រៀបចំឈើដើម្បីអូសចម្បាំងម្ដុំនឹងធ្ងន់ណាបងប្អូនកំពុងសួរគាត់ថាម្ដុំនឹងប្រហែលម៉ានគីឡូអញ្ចឹងដោយសារតែយើងសម្រៀលមកក៏អត់ការឲ្យលើកអត់ការដែលវាធ្ងន់ពេកអញ្ចឹងយើងចេះតែឆ្នៃបងប្អូនយើងអត់មានគោយន្តទេហើយបញ្ជួលគេក៏ពិបាកហើយអញ្ចឹងយើងចង់សំចាយលុយកាក់អានេះគាត់ធ្វើបដោះសន់ឯងព្រោះអីរទេះអូសមិញហ្នឹងខ្ញុំនឹងចងដឹកម៉ូតូយកទៅប៉ះហើយងាកមកមើលនេះបងប្អូនភ្ញាក់ឡើងគឺដាក់ទឹកបកូនហើយនឹងទឹកពីងដាក់ចោលទាំងទៅយើងធ្វើអីផ្សេងហ្នឹងទៅសម្រាប់នៅលើពីងនេះគឺមានក្រូចងងៅដែលខ្ញុំធ្វើក្រូចខ្លួនឯងហ្នឹងទុកនៅនឹងដែរហើយសលេងទឹកហូរគាត់ព្រោះមែនតែនងាកមកញេះញោះឆ្មាបន្តិចបន្តួចបន្ទាប់មកទៀតក៏បន្តសកម្មភាពទៅមុខទៀតបងប្អូនណាឃើញនៅវីដេអូមកតិចទៀតមានវងកូនមន់ណាកូនមន់យើងលែងវាដើររស់ស៊ីមកឆ្វងអញ្ចឹងទៅហើយដល់ពេលយើងតាមថតវារត់ចូលព្រៃបងប្អូននេះថតគៀកគូទៅនេះរត់ចូលព្រៃចាចូលព្រៃបាត់ទៅអត់មានបានអីឲ្យបងប្អូនឃើញសោះនេះចូលឲ្យគ្នាគេប្រហែលវងនឹងបងប្អូនណានិយាយពីថាលពឹសណាមន់នឹងវាដើរកាយគ្រប់កន្លែងគ្រប់ទិសទីបន្ទាប់មកទៀតនេះបងប្អូនក៏ធ្វើដំណើរទៅផ្សារនេះមកដល់វិញឯងជប់ចាប់បងប្អូនហើយចាប់ផ្ដើមតាំងពីម៉ោង 10 រហូតដល់ម៉ោង 12 បានញ៉ាំអញ្ចឹងនេះខ្ញុំធ្វើឲ្យអស់ឲ្យបងប្អូនលបាយអីមួយសេតនំបញ្ចុកមួយសេតអញ្ចឹងសម្រាប់លបាយយើងដាក់អីដែលយើងចូលចិត្តទៅហើយសម្រាប់ស្លខ្ញុំស្លគឺស្លខ្មែរចំតែម្ដងដែលយើងស្ងោរត្រីទៅបន្ទាប់មកទៀតយើងរៀបចំបុកគ្រឿងមានគល់ស្លឹកគ្រៃរំដេងល្មៀតស្លឹកក្រូចសើចមើមខ្ទឹមអញ្ចឹងទៅយើងបុកហើយយើងលើកត្រីដែលឆ្អិនហ្នឹងបេះយកមកបុកបញ្ចូលគ្នាបេះឆ្អឹងចាញ់អស់ណាសម្រាប់ស្លគឺខ្ញុំអត់មានប្រើខ្ទិះដូងឬក៏ប្រើស្ករសឬក៏ប្រើស្ដាយដីអីទេដោយសារតែមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្ញុំណាស្ដាយដីឲ្យតែដាក់ក្នុងអាហារខ្ញុំអត់ចេះញ៉ាំទេហើយខ្ទិះដូងវាឆាប់តលាន់អញ្ចឹងខ្ញុំឆ្លបែបខ្មែរសុទ្ធដែលជាស្នាដៃម្ដាយខ្ញុំចែកឲ្យសម្រាប់ខ្ញុំមួយគឺស្លការីខ្ញុំអត់ចេះហូបទេខ្ញុំហូបបានតែ 2-3 ម៉ាត់ហ្នឹងអស់ហើយបងប្អូនគឺអត់ចេះញ៉ាំតលាន់ដូចគេដាក់គ្រឿងច្រើនពេកបងប្អូនអញ្ចឹងសាមញ្ញបងប្អូនតែហត់ណាដោយសារអញ្ចឹងចប់ហើយក៏វាប្រើរយៈពេលយូរដែរតែចង់ញ៉ាំយើងធ្វើញ៉ាំសម្រាប់ថ្ងៃត្រង់រហូតដល់ល្ងាចទៀតហើយញ៉ាំនំបញ្ចុកអាចនឹងឆាប់ហេវបន្តិចដែរប៉ុន្តែវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំបាយ